impression by tray អ្នកជំងឺនេះគឺ8អាទិត្យបាទ immediate 8អាទិត្យហើយយើងយក silicone យើង low impression transfer យើង low វាធ្វើម៉េចកុំឲ្យវាប៉ះខាងក្រោមអញ្ចឹងណាដល់ពេលអត់ប៉ះខាងក្រោមហើយយើងចាប់ដើមខាំពុំធម្មតាអញ្ចឹងទៅហើយ silicone រឹងយើងចែកជា2ទៅយើងដាក់អានេះគឺសម្រាប់ធុញមុខណាបាទយើងដាក់ខាងលើម្ដុំអញ្ចឹងទៅខាងក្រោមម្ដុំអញ្ចឹងមកហើយយើងដាក់ silicone រាវម្ដុំទៀតមកអញ្ចឹងណា silicone រាវអញ្ចឹងហើយយើងឲ្យអ្នកជំងឺខាំទៅតែប៉ុណ្ណាអត់មានអីផងស្រួលសឹងអីខាំទៅវាមានលើស្រាប់ក្រោមស្រាប់អញ្ចឹងហើយវាមាន occlusion ស្រាប់ទៀតវាមាន occlusion ស្រាប់ទៀតអញ្ចឹងដល់ហើយវាងាយទេថាវាលឿនដែរហើយពីសិនហ្នឹងយើងបោះចោលទេព្រោះ disposable វាធូរថ្លៃមែនទេពួកហ្នឹងទៅពេលរឿងហើយយើងដកចេញមកដកចេញហើយយើងដក impression transfer យកមកញាត់ចូលក្នុងវិញទៅគឺចប់ហើយប៉ុណ្ណឹងចប់ហើយតែប៉ុណ្្នឹងដែរមានអស់ហើយតែម្ដងគឺចប់បាទអរគុណបាទ